ហើយបងប្អូនអ្នកតាមដានព័ត៌មានថ្ងៃនេះខាងក្រសួងយុតិធម៌របស់ប្រទេសអាមេរិកបានកាត់ទោសបរិមម្នាក់ក្រោមបទដែលលោកជួយឧបត្ថម្ភដល់ក្រុម Hamas ដែលជាក្រុមភេរវកម្មចាគឺលោក Reda Masin Ridal Sabasi អាយុ38ឆ្នាំនៅទីក្រុង San Diego ប្រទេសរដ្ឋ California ដែលលោកបានធ្វើការរៃអង្គាសលុយឬក៏មូលនិធិក្រោមចំណងជើងថាជាលុយដែលយកទៅជួយដល់ប្រជាជននៅក្រុងកាហ្សាដែលអត់ឃ្លានឬក៏ប្រជាជនភាគសង្គ្រាមនៅក្នុងទីក្រុងកាហ្សាប៉ុន្តែតាមពិតលុយដែលគាត់បានផ្ញើទៅគឺយកទៅជួយឧបត្ថម្ភក្រុម Hamas ដែលជាក្រុមភេរវកម្មដែលលុយគាត់រៃអង្គាសបានហ្នឹងគឺចំនួន$60,000ប៉ុន្តែគាត់បានមួយចំនួនគាត់ផ្ញើទៅហ្នឹងគឺមាន11,000ហើយនឹង$6,000គាត់បដូរទៅជាលុយ cryptocurrency គឺលុយដូចជា Bitcoin ហើយគាត់ផ្ញើទៅក្រុម Hamas ជាក្រុមភេរវកម្មនៅក្នុងប្រទេសថឺគីចាអញ្ចឹងគឺក្រសួងការការបរទេសអាមេរិកបានចាប់បានហើយបានកាត់ទោសគាត់ចំនួន5គឺទី1ថាការបោកកុហកការច្របោកការលាងលុយហើយនឹងការជួយឧបត្ថម្ភដល់ក្រុមភេរវកម្មហើយនឹងមួយទៀតការរំលោភបំពានដល់ការដាក់ទណ្ឌកម្មទៅលើក្រុម Hamas ដែលគាត់ជាអ្នកឧបត្ថម្ភអញ្ចឹងគាត់នៅអាមេរិកគឺប្រជាជនអាមេរិកហើយឥឡូវគាត់ទៅឧបត្ថម្ភក្រុមភេរវកម្មដែលក្រុម Hamas ហ្នឹងគឺប្រទេសអាមេរិកបានដាក់ជាក្រុមភេរវកម្មចំពោះប្រទេសអាមេរិកតាំងពីឆ្នាំ1997មកបងប្អូនអញ្ចឹងគឺឥឡូវគាត់នឹងត្រូវជាប់គុកចំនួន85ឆ្នាំនៅក្នុងគុករដ្ឋ Federal ចារដ្ឋសហព័ន្ធចាអញ្ចឹងគឺគាត់ឆ្លាតដែរគាត់បដូរលុយទៅជា crypto ព្រោះ crypto ហ្នឹងគេគិតថាគេមិនអាចតាមដាននៃដំណើរការលុយនឹងបានប៉ុន្តែលេងជាមួយប្រទេសអាមេរិកមិនបានទេអញ្ចឹងគឺឥឡូវគាត់នឹងគេងនៅក្នុងគុកចំនួន85ឆ្នាំ